បើសិនជាគាត់រៀនដោយគ្មានរបៀបរៀនក៏រៀនតាមតែចិត្តចង់ក៏រៀនតែទៅលើមុខជាតិគាត់ស្រឡាញ់គឺអត់អាចជួយគាត់បានទេដោយសារតែអីប្រឡងបាក់ឌុបគឺយើងប្រឡងទៅលើ7មុខជាចឹងដល់អាពាក្យ solo trip ហើយរៀនជា team សិនទៅតោះណាព្រោះបាក់ឌុបគេអាចលើកដោយផ្សេងពីនឹងបានទេគឺគេដាក់ថ្ងៃណាគេប្រឡងហ្នឹងប៉ុន្តែចំពោះការដើរលេងយើងលើកបានជំរាបសួរហើយជំរាបសួរលោកគ្រូហ្នឹងហើយដោយសារយើងថ្ងៃនេះយើងជួបគ្នានិយាយតិចតាក់ទងជាមួយនឹងការសិក្សារបស់កូនសិស្សតែមិនមែនផ្ដោតលើកម្រិតថ្នាក់ទាំងអស់ទេប៉ុន្តែគាត់ថាគ្នាយើងដឹងស្រាប់ហើយថាតាក់ទងជាមួយនឹងការត្រៀមប្រឡងឬការរៀនត្រៀមអីមួយគ្រប់កម្រិតហ្មងមិនថាយើងរៀនត្រៀមប្រឡងទី10 11 12ឬក៏យើងដាក់ពាក្យហារ៉ាប់កទៅក្រៅយើងច្រើនតែអាមុន2 ខែ 3 ខែអញ្ចឹងយើងមានការត្រៀមថាហ្នឹងហើយអញ្ចឹងប៉ុន្តែអ្នកគ្រូមកថ្ងៃហ្នឹងគឺសូមនិយាយផ្ដោតទៅលើថ្នាក់ទី12ដោយសារតែទី12យើងគៀកប្រឡងបាក់ឌុបដល់ពេលអញ្ចឹងវាជាលទ្ធផលមួយដែលយើងគិតថាវាសំខាន់សម្រាប់ពួកគាត់ក្នុងការយកអាបន្ទុកទាំងអស់ហ្នឹងដើម្បីចេញទៅរៀននៅក្រៅប្រទេសឬក៏ដូចជាជាបន្ទុកមួយដែលបង្ហាញបញ្ជាក់ពីការសិក្សារបស់គាត់ការខំប្រឹងរបស់គាត់រយៈពេល12 ឆ្នាំដូចគ្នាដែរអញ្ចឹងអានឹងជាផ្នែកមួយដែលអាចជាកន្លឹះឬក៏ជាការបង្ហាញផ្លូវសម្រាប់ពួកគាត់ដូចគ្នាដែរហ្នឹងហើយលោកគ្រូដោយសារតែធម្មតាលោកគ្រូបានបរៀនផ្ទាល់ទៅលើកូនសិស្សទី12ហើយនិយាយទៅគ្រប់ថ្នាក់ក្រោមតែខ្ញុំសូមផ្ដោតលើទី12អញ្ចឹងណាអញ្ចឹងខ្ញុំអាចនឹងមានសំណួរបន្តិចតាក់ទងជាមួយនឹងការត្រៀមខ្លួនរបស់ពួកគាត់អញ្ចឹងលោកគ្រូបើសិនជាកូនសិស្សគាត់ត្រៀមខ្លួនមុន3 ខែអញ្ចឹងណាដោយសារតែតាំងពីពួកគាត់រៀនបកាយហើយគាត់រៀននៅសាលាទាំងមេរៀនទាំងការត្រៀមលំហាត់អីគាត់មានច្រើនហើយតែគាត់ចង់បន្ថែមទៀតអីចឹងណាចង់បន្ថែមលំហាត់ចង់បន្ថែមមេរៀនឬក៏បង្កើនទំនុកចិត្តឲ្យខ្លួនឯងមុនការប្រឡងបាក់ឌុបដែលនៅពេលខាងមុខនេះអញ្ចឹងលោកគ្រូគាត់ថាមានចំណុចអីដែលសំខាន់ដែលចង់ចែកម្លែកទៅកាន់ពួកគាត់ដើម្បីឲ្យជាផ្លូវមួយដើម្បីបង្ហាញឲ្យពួកគាត់អាចអនុវត្តវាបានអីចឹងណាគ្រូគួរអាចនឹងអញ្ចឹងអរគុណគ្រូចំពោះសំណួរអញ្ចឹងចំពោះបងប្អូនដែលគាត់សល់ពេល3 ខែដើម្បីបាក់ឌុបខាងមុខនេះជាកន្លឹះសំខាន់លោកគ្រូមាន tip ចំនួន 2-3 ឲ្យពួកគាត់ដើម្បីឲ្យត្រៀមក្នុងការប្រឡងបាក់ឌុបអញ្ចឹងណាដោយសារតែគិតមែនតើដែរអញ្ចឹងចំពោះបងប្អូនដែលគាត់បានត្រៀមពីដើមឆ្នាំមកក៏អត់ទៅជាពិបាកទេប៉ុន្តែបើចំពោះបងប្អូនដែលគាត់អត់ទៅបានត្រៀមពីដើមឆ្នាំរៀងពិបាកចំពោះគាត់អញ្ចឹងគាត់ត្រូវមានវិធីសាស្ត្រមួយដែលច្បាស់លាស់ដើម្បីឲ្យគាត់ប្រឡងបានទេល្អឬក៏បានលទ្ធផលល្អតាមអ្វីគាត់ចង់បានទៅអញ្ចឹងចំពោះទី1គឺផ្ដោតទៅលើការរៀបចំកាយវិភាគរៀនដោយសារយើងដឹងហើយថាបើសិនជាគាត់រៀនដោយគ្មានរបៀបរៀនក៏រៀនតាមតែចិត្តចង់ក៏រៀនតែទៅលើមុខជាតិគាត់ស្រឡាញ់គឺអត់អាចជួយគាត់បានទេដោយសារតែអីប្រឡងបាក់ឌុបគឺយើងប្រឡងទៅលើ7មុខជាទាំងសង្គមទាំងវិទ្យាសាស្ត្រអញ្ចឹងគាត់ត្រូវតែរៀនធ្វើម៉េចឲ្យគ្រប់ទាំង7មុខហ្នឹងគាត់អាចរៀនតែ2 មុខឬ3 មុខចំពោះតែមុខជាតិគាត់ស្រឡាញ់ទេអូខេអញ្ចឹងចំពោះមុខជាសាស្ត្រយើងមានទៅលើមុខជាអីខ្លះគោលធំគឺមានគណិតរូបគីមីទៅអញ្ចឹងយើងត្រូវរៀនទាំងអស់ទាំងសូម្បីតែមុខជាទៅលើប្រវត្តិនិងខ្មែរក៏យើងត្រូវរៀនដែរបើថាវិទ្យាសាស្ត្រមែនដោយសង្គមបើតែគាត់ត្រូវការទៅលើមុខជាតិទន្ទិញដូចជាប្រវត្តិភូមិផែនដីប៉ុន្តែគាត់ត្រូវការចេះទៅលើមុខវិជ្ជាគណិតវិទ្យាឬក៏ដូចជាទៅលើភាសាផងដែរព្រោះដោយសារតែគាត់ប្រឡង7មុខchứ màគាត់ចេះតែ2 មុខ 3 មុខគាត់អត់អាចជាប់បានទេអូខេអញ្ចឹងសំខាន់ទៅលើការរៀបចំកាលវិភាគរៀនអញ្ចឹងគាត់រៀនធ្វើម៉េចឲ្យក្នុងមួយសប្តាហ៍ឬក៏ក្នុងមួយថ្ងៃគាត់អាចរៀនបាន2 មុខឬ 3 មុខអញ្ចឹងក្នុងមួយសប្តាហ៍គាត់អាចរៀនគ្រប់មុខហើយគាត់អាចធ្វើបានគ្រប់វិញ្ញាសាក៏ដូចជាបានច្រើនថែមសំខាន់នេះគឺទៅលើសំណួរដោយសារទាំងវិទ្យាសាស្ត្រទាំងសង្គមគឺមានទាំងសំណួរទាំងអស់យើងគិតមើលថាវិទ្យាសាស្ត្រយើងគិតថាមានតែលំហាត់អញ្ចឹងណាប៉ុន្តែអត់ទេមានសំណួរដូចគ្នាដែរដូចជាជីវៈមានសំណួរច្រើនខ្លាំងជាគ្រូច្រើនសំណួរច្រើនបើមើលទៅលើរូបវិទ្យាក៏មានដែរគឺប្រឡងជារាល់ឆ្នាំដែរមានសំណួរអញ្ចឹងធ្វើលំហាត់កុំភ្លេចឆ្លៀតមើលសំណួរផងអូខេអញ្ចឹងលោកគ្រូមានបន្ថែមប៉ុណ្ណឹងទៅលើការវិភាគរៀនត្រូវរៀបចំធ្វើយ៉ាងណាឲ្យគ្រប់មុខវិជ្ជាក្នុងការរៀនក្នុងសប្តាហ៍ពេញហ្នឹងតែយើងកុំព្យាយាមរៀនតែទៅលើអ្វីដែលយើងស្រឡាញ់ណាដល់ទៅលើទាំងអស់ដោយសារយើងចង់ជាប់បាក់ឌុបចង់បានទេសល្អអូខេអញ្ចឹងមួយទៀតខ្ញុំចង់បន្ថែមទៅលើបច្ចេកទេសក្នុងការរៀនរបស់គាត់ចាគ្រូព្រោះថាពេលខ្លះគាត់រៀនគាត់ធ្វើលំហាត់គាត់ដឹងថាគាត់ធ្វើព្យាយាមធ្វើប៉ុន្តែធ្វើទៅគឺអត់ត្រូវទី1ទី2គឺគាត់ធ្វើទៅមានតែចម្លើយតែមិនថាអត់មានអារបៀបធ្វើហ្នឹងណាវាធ្វើទៅគាត់ធ្វើតាមគាត់អត់ស្អីវាថាគាត់ធ្វើតាមចាំតែអត់យល់បាទគាត់ហ្នឹងហើយឲ្យថាគាត់ធ្វើទៅគឺអត់មានរបៀបណាឲ្យត្រឹមត្រូវតាមស្តង់ដារគាត់ធ្វើទៅបាត់មកក្រោយចាអញ្ចឹងត្រូវមានស្តង់ដារក៏ដូចជាត្រូវមានទៅលើវិធីសាស្ត្រក្នុងការសរសេរអញ្ចឹងគាត់អាចមើលទៅលើការសរសេរឬក៏អត្រាកំណែដែលគេធ្លាប់ចេញនៅក្នុងការប្រឡងបាក់ឌុបពីមុនមកណាមើលទៅថាតើគេគួរដាក់បំរាប់ឬក៏អីខ្លះកន្លែងណាខ្លះ
ជិះវាងការគាត់ធ្វើទៅបាត់បំរាប់បើតែកូនសិស្សខ្លះខ្ញុំចំណាំសង្កេតឃើញថាគាត់ធ្វើគាត់ចុះលេខយកអត់ដាក់បំរាប់ទេបាត់បំរាប់គេអញ្ចឹងអាបំរាប់គឺជាសុទ្ធតែជាបន្ទុកហើយមួយទៀតគឺចំណាំឃើញបំផុតគឺដូចនេះអត់មានដូចនេះទេទៅលើកូនសិស្សវិទ្យាសាស្ត្រអញ្ចឹងតកតងជាមួយនឹងវិធីសាស្ត្ររៀនហ្នឹងយើងមិនមែនរៀនតែទៅលើការរៀនសរសេរទេបើចំពោះកូនសិស្សដែលគាត់សង្គមវិញគឺគាត់ត្រូវដឹងពីកលឹះក្នុងការតន្ទិញដែរតន្ទិញសំណួរដោយសារសំណួរយើងមានច្រើនប្រភេទមានសំណួរតន្ទិញនិងសំណួរត្រូវការយល់ដោយប្រវត្តិយើងត្រូវការចាំដែរចាំឲ្យច្រើនតែបើដូចប្រភេទសំណួរនៅក្នុងគីមីក៏បានអញ្ចឹងគីមីឬក៏រូបអាហ្នឹងជាប្រភេទមានសំណួរខ្លះត្រូវការយល់បើប្រភេទខ្មែរយើងត្រូវការសរសេរសំណេរអញ្ចឹងយើងត្រូវការដឹងពីវិធីនៅក្នុងការសរសេរសំណេរខ្មែរដោយសារសំណេរខ្មែរយើងដឹងថាមានកម្រងតែងច្រើនក៏ប៉ុន្តែកូនសិស្សខ្លះគាត់សរសេរបាត់កម្រងខ្លះបាត់ចំណុចខ្លះឬក៏ពេលមានពេលខ្លះគាត់សរសេរផ្លោះអាចថាគាត់សរសេរពីផ្ដើមសេចក្តីហើយគាត់ចុចដល់ទូសេចក្តីហើយគាត់ផ្លេចកន្លែងណាមួយគាត់បត់ទៅក្រោយវិញទៅអញ្ចឹងអត់បានបន្ទុកទេបែបហ្នឹងហើយគ្រូមួយទៀតគឺតកតងជាមួយនឹងការរៀនត្រៀមចំពោះកូនសិស្សវិញ្ញាសាចំពោះកូនសិស្សគាត់រៀនវិទ្យាសាស្ត្រអញ្ចឹងគឺគាត់ត្រូវតែរៀនត្រៀមទៅលើវិញ្ញាសាដោយសារតែបើសិនជាគាត់អត់បានរៀនវិញ្ញាសាត្រៀមទេបានតែមេរៀនគឺគាត់ភាគរយទៀតនៅក្នុងការបានទេសល្អឬក៏ជាប់ទៅពុទ្ធសាសនាតែយើងដឹងហើយថាពីមួយឆ្នាំទៅមួយឆ្នាំកម្រិតវិញ្ញាសាគឺវាកើនរហូតស្តង់ដារវិញ្ញាសាគឺកើនឡើងអញ្ចឹងបើយើងរៀនតែទៅលើមេរៀនអត់បានរៀនវិញ្ញាសាត្រៀមឲ្យប្លែកពីវិញ្ញាសាដែលធ្លាប់ចេញបាក់ឌុបឬក៏វិញ្ញាសាដែលយើងធ្លាប់រៀននៅក្នុងមេរៀនទេគឺលទ្ធផលវាអាចនឹងខុសពីការរំពឹងទុករបស់យើងព្រោះដោយសារតែកម្រិតវិញ្ញាសាគឺកើនឡើងរហូតយើងអាចស្មានបានទេហ្នឹងហើយគ្រូច្រើនតែកូនសិស្សពេលខ្លះគាត់រៀនផ្លែកអីអញ្ចឹងតែវារៀនផ្សេងគ្រូហេតុអីវិញ្ញាសាចេញផ្សេងវាប្លង់បាត់អត់ចេញផ្សេងដែរអញ្ចឹងហើយបើសិនជាគាត់អត់មានហ៊ានវិញ្ញាសាត្រៀមបន្ថែមទេគឺអត់កើតទេគាត់ពេលរៀនស្រួលតែពេលប្រឡងចេញពិបាកហើយគាត់ថាអត់ដែររៀនប្លែកហ្នឹងទៅអញ្ចឹងគាត់ត្រូវតែព្យាយាមធ្វើយ៉ាងណារៀនវិញ្ញាសាត្រៀមដែលប្លែកពីវិញ្ញាសាធ្លាប់រៀនក្នុងមេរៀនបានអាចជួយគាត់ឲ្យបានលទ្ធផលល្អចាគ្រូអូខេអញ្ចឹងចំពោះខ្ញុំមានប៉ុណ្ណឹងណាគ្រូអូខេតាអរគុណលោកគ្រូសម្រាប់ការជួយចែកម្លែកអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងគ្នាយើងបានទទួលបានពីលោកគ្រូបានខ្លះដែរអញ្ចឹងសម្រាប់ថាយកទៅអនុវត្តអីអញ្ចឹងណាការជួយហ្នឹងគឺមានច្រើនជាងហ្នឹងទៀតគាត់ថាគ្រូសង្ខេបមកតែតិចអ្វីដែលយើងត្រូវតែធ្វើឲ្យបង្កើតលទ្ធផលមួយហ្នឹងបើយើងគ្រាន់តែដឹងយើងសប្បាយនឹងលទ្ធផលអត់ការទេព្រោះលទ្ធផលហ្នឹងមិនមែនយើងអត់ទាន់ទទួលបានផងហ្នឹងឥឡូវយើងគិតថាចេះខ្ញុំខំរៀនពីដើមឆ្នាំខ្ញុំខំរៀនតាំងពីតូចរហូតដល់2 10ឆ្នាំហើយអញ្ចឹងបើខ្ញុំបាន A ខ្ញុំសប្បាយចិត្តខ្លាំងហើយបើខ្ញុំបាន B ឬបាន C ខ្ញុំសប្បាយចិត្តខ្លាំងអញ្ចឹងអាការសប្បាយចិត្តហ្នឹងវាគ្រាន់តែជារូបភាពមួយដែលគ្នាយើងដឹងប៉ុន្តែបើគ្នាយើងចង់ទទួលបានអារម្មណ៍នឹងយកហ្មងណាតើតែគ្នាយើងធ្វើថាអញ្ចឹងវិធីសាស្ត្រក្នុងការអនុវត្តមានច្រើនមានលោកគ្រូអត់ចូលចែកម្លែកមានទាំងឯផ្សេងជួយចែកម្លែកមានមកកណោប៉ុន្តែសំខាន់លើបងប្អូនខ្លួនឯងជាអ្នកអនុវត្តដកខ្លួនឯងយកទៅអនុវត្តទៅអញ្ចឹងអាចថាហ្នឹងគេអនុវត្តច្រើនខែហើយដើម្បីយើងត្រៀមរកលទ្ធផលមួយដែលធំណាប៉ុន្តែនេះណាគ្រូមកចែកម្លែកដោយសារតែយើងបន្ទាប់ពីចូលឆ្នាំហើយអញ្ចឹងយើងរៀនឈប់ច្រើនដែរអីអញ្ចឹងណាអញ្ចឹងវាសល់ពេលត្រឹម2-3ខែទៀតទេក្នុងការត្រៀមអញ្ចឹងបើយើងគិតថាអីក៏រៀនស្អីរៀនពេញនឹងប៉ាណាប៉ាណៃក៏អត់កើតដែរលទ្ធផលវាមកតាមនឹងដែរព្រោះធម្មតារៀនច្រើនពេកវាស្ទើរគ្រប់មុខយកបរាយអញ្ចឹងមិនដឹងថាចាប់អាណាអញ្ចឹងណាអញ្ចឹងយើងហ្នឹងហើយអញ្ចឹងចង់ឲ្យបងប្អូនផ្ដោតសំខាន់ទៅលើគេទៅលើវិទ្យាសាស្ត្រនិងសង្គមបើគ្នាយើងខាងវិទ្យាសាស្ត្របងប្អូនទី12ត្រូវមើលមុខវិជ្ជាដែលយើងត្រូវប្រឡងវិទ្យាសាស្ត្រដែរព្រោះអីបើយើងផ្ដោតទៅលើសង្គមច្រើនពេកក៏អត់ការដែរព្រោះបាក់ឌុបយើងចេញវិទ្យាសាស្ត្រច្រើនតោះឡើងហ្នឹងហើយដល់ពេលបងប្អូនខាងសង្គមសូមផ្ដោតលើសង្គមហ្នឹងមិនមែនយើងខាងសង្គមប៉ុន្តែយើងចូលចិត្តហ៊ានគីមីអញ្ចឹងគ្នាយើងសង្គមមកជាគីមីអត់ប្រឡងទេណាប៉ុន្តែមិនមែនបានន័យថាគ្នាយើងចោលគីមីទេប៉ុន្តែសូមឲ្យគ្នាយើងផ្ដោតឲ្យបានត្រូវដល់ហ្នឹងហើយសម័យឥឡូវគ្នាយើងចង់រៀនផ្ទាល់ក៏បានគ្នាយើងចង់រៀនតាមដូចគេតាម YouTube តាម Channel ក្រសួងមានច្រើនក្រសួងក៏មានហើយ app របស់ក្រសួងក៏មានដែរមាន app បាក់ឌុបអីផ្សេងអាហ្នឹងគ្នាយើងកុំភ្លេចបន្ថែមហើយយើងដកពេលដែលយើងគិតថារបៀប solo trip អីអញ្ចឹងណាអញ្ចឹងដកអាពាក្យ solo trip ឬក៏ជា team ហ្នឹងដករៀនជា team សិនទៅតោះណាព្រោះបាក់ឌុបយើងអត់អាចវាថាគេប្រឡងថ្ងៃទី10សីហាគេអាចលើកទៅជា10កញ្ញាឬក៏លើកទៅផ្សេងពីនឹងបានតែគឺគេដាក់ថ្ងៃណាគេប្រឡងថ្ងៃហ្នឹងប៉ុន្តែចំពោះការដើរលេងយើងលើកបានការដើរលេងរបស់យើងណាបើមិនយើង
ដើរលេងបានតែបើអាចលើកបានលើកសិនទៅតោះហ្នឹងអញ្ចឹងអ្នកគ្រូមកមានតែប៉ុណ្្នឹងទេជាមួយនឹងលោកគ្រូអញ្ចឹងសង្ឃឹមថាគ្នាយើងទទួលបានថ្ងៃហ្នឹងរៀនច្រើនដែរហើយយកទៅអនុវត្តទាំងអស់គ្នាចំណុចតូចៗដែលលោកគ្រូបានជួយចែកម្លែកគ្នាយើងយកទៅអនុវត្តបានគ្រប់គ្នាអញ្ចឹងអ្នកគ្រូជូនពរឲ្យគ្នាយើងលទ្ធផលការប្រឡងអីចឹងណាទទួលបានលទ្ធផលល្អទាំងអស់គ្នាបានអ្វីដែលយើងចង់បានអ្វីដែលយើងគិតទុកមុនលោកគ្រូមានអីចង់ជូនពរពួកគាត់បន្ថែមទៀតទេអញ្ចឹងជាចុងក្រោយលោកគ្រូចង់ជូនពរឲ្យបងប្អូនជា12ទាំងអស់គ្នាទទួលបានលទ្ធផលល្អនៅក្នុងការប្រឡងបាក់ឌុបនេះហើយមួយទៀតគឺកុំភ្លេចថែសុខភាពផងដោយសារតែសុខភាពគឺសំខាន់មិនថាពេលប្រឡងឬក៏មិនប្រឡងទេនិយាយទៅគឺយើងត្រូវថែពេលឥឡូវទៅហ្មងទៅអូខេលោកគ្រូប៉ុណ្ណឹងអរគុណអត់ជម្រាបលា